បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងគ្នាក្នុងវីដេអូមួយនេះខ្ញុំនឹងមកបង្ហាញពីរបៀបនៃការភ្ជាប់អាសយដ្ឋានក្រុមហ៊ុនដឹកជញ្ជូន JNT ចូលទៅក្នុង App Alibaba ហើយវីដេអូនេះគឺខ្ញុំធ្លាប់បានធ្វើច្រើនដងដែរប៉ុន្តែដោយសារតែយើងបានបង្ហាញនៅអាសយដ្ឋានរបស់យើងចូលទៅក្នុង Alibaba ហ្នឹងគឺខ្ញុំធ្វើរៀងលម្អិតអញ្ចឹងគឺខាង YouTube គេអត់អនុញ្ញាតទេអាចបានមួយឆ្នាំឬក៏កន្លះឆ្នាំអញ្ចឹងគឺគេនឹង remove ចោលហើយប៉ុន្តែខ្ញុំនឹងធ្វើវីដេអូនឹងឡើងវិញហើយព្យាយាមកាត់បន្ថយកន្លែងខ្លះដើម្បីកុំឲ្យវាច្បាស់ពេកព្រោះគោលការណ៍ YouTube គឺគេអត់ឲ្យយើងបំពេញបង្ហាញនៅអាសយដ្ឋានរបស់យើងច្បាស់ចូលទៅក្នុងវីដេអូនឹងទេតែដោយឡែកគឺវីដេអូនេះបើខ្ញុំបំពេញមិនច្បាស់លាស់ពេលខ្លះបងប្អូនតាមអត់ទាន់អញ្ចឹងគឺបើសិនជាគេ remove ហើយខ្ញុំមានតែធ្វើសារឡើងវិញដើម្បីបងប្អូនក្រោយគាត់នឹងអាចមើលនឹងយកគំរូតាមពីរបៀបនៃការបំពេញអាសយដ្ឋានហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលថ្មីអត់ទាន់មានអាសយដ្ឋានឃ្លាំង JNT បងប្អូនចាំបាច់ត្រូវតែឆាតទៅសុំពីខាង page JNT ទីមួយគឺបងប្អូនសុំអាសយដ្ឋានឃ្លាំងទាំងភាសាអង់គ្លេសទាំងភាសាចិនបងប្អូនសុំទាំងពីរភាសាមកទីពីរបងប្អូនចាំបាច់ត្រូវតែសុំលេខកូដតំបន់ឬក៏លេខកូដសាខា JNT ដែលនៅទីតាំងបងប្អូនអញ្ចឹងបងប្អូនឆាតទៅ page JNT ហើយប្រាប់ទីតាំងដែលបងប្អូនរស់នៅហើយសុំលេខកូដទាំងអស់ហ្នឹងពីខាង page JNT ដើម្បីយើងយកទៅភ្ជាប់ចូលទៅក្នុង app តិចទៀតខ្ញុំនឹងបង្ហាញថាលេខកូដតំបន់ឬក៏លេខកូដសាខាដែលបងប្អូនសុំពីខាង JNT ហ្នឹងយកទៅបំពេញនៅចំណុចត្រង់ណាបន្ទាប់ពីបងប្អូនទទួលបានអាសយដ្ឋាន JNT ហើយបងប្អូន copy វាយកមកផាសនៅក្នុងកម្មវិធី Note ឬមួយក៏ Keep Note មួយសិនមកដែលអាសយដ្ឋាននេះជាអាសយដ្ឋានភាសាចិនសម្រាប់បងប្អូនយកទៅបំពេញនៅក្នុង app ថៅប៉ៅឬមួយក៏ app 1688ឬមួយក៏ Pintoto អញ្ចឹងទៅគេប្រើជាភាសាចិនយើង copy ជាភាសាចិនយកទៅផាសដោយឡែកសម្រាប់នៅក្នុង Alibaba គឺគេអនុញ្ញាតតែសម្រាប់ភាសាអង់គ្លេសទេបើខុសពីភាសាអង់គ្លេសវាអត់ support ទេយើង save អត់បានទេដូចជាភាសាខ្មែរឬក៏ភាសាចិនគឺ save អត់បានតែម្ដងអញ្ចឹងកន្លែងហ្នឹងបងប្អូនចាំបាច់ត្រូវតែពិនិត្យមើលវាឡើងវិញជួនកាលយើងបំពេញហើយ save អត់បានក៏មានដែរហើយអញ្ចឹងសម្រាប់របៀបបំពេញយើងចូលទៅបើក app Alibaba របស់យើងមួយមកបន្តមកទៀតបងប្អូនចូលទៅកន្លែង My Alibaba ខាងក្រោមខាងស្ដាំដៃហើយរួចបងប្អូនមើលនៅជួរកន្លែងនេះបងប្អូនរើមើលពាក្យថា shipping address អញ្ចឹងបងប្អូនឃើញពាក្យ shipping address ហើយចុចទៅលើវាមួយមកបាទរួចបងប្អូនចុចទៅលើពាក្យថា add a new address តមកទៀតចូលដល់ចំណុចនេះយើងចាំបាច់ត្រូវតែបំពេញព័ត៌មានអាសយដ្ឋានឃ្លាំងដឹកជញ្ជូន JNT ចូលទៅក្នុងហ្នឹងគឺបងប្អូនអត់បំពេញអាសយដ្ឋាននៅខ្មែរបើយើងចូលទេខ្ញុំបញ្ជាក់ម្ដងទៀតណាកាលណាដែលយើងបំពេញអាសយដ្ឋាននៅខ្មែរបើយើងចូលទី1ថ្លៃដឹកជញ្ជូនវាថ្លៃបើសិនជាបងប្អូនកំងទិញទៅគឺអ្នកលក់គាត់នឹងគិតថ្លៃដឹកជញ្ជូនពីឃ្លាំងរបស់គាត់មកប្រទេសខ្មែរយើងហ្នឹងគឺវាអស់ថ្លៃមកទីតាំងរបស់យើងណាដោយឡែកបើយើងដាក់តាមក្រុមហ៊ុនដឹកជញ្ជូនពីចិនមកខ្មែរដែលមាននៅខ្មែរយើងដូច JNT, Loda ឬមួយក៏ ZTO ឬក៏ DOSB សម្រាប់បងប្អូនដែលប្រើក្រុមហ៊ុនណាក៏បានដែរយកវាមកបំពេញនៅក្នុងហ្នឹងអញ្ចឹងណាពេលអញ្ចឹងចំណុចខាងលើគឺបងប្អូនយកពាក្យថា China ត្រូវហើយអត់ដូរមក Cambodia ទេណាចំណុចទី2នេះកន្លែង full name បងប្អូនដាក់ឈ្មោះបងប្អូនចូលតែម្ដងឬក៏បានឬមួយក៏យកឈ្មោះអ្នកទទួលទំនិញនៅចិនក៏បានដែរដោយឈ្មោះហ្នឹងគឺមានភ្ជាប់ជាមួយនឹងអាសយដ្ឋានដែលគេផ្ញើមកឲ្យយើងគឺឈ្មោះមួយនេះអញ្ចឹងយើង copy វាផ្ញើមកអញ្ចឹងយើង copy វាយកមកផាសនៅកន្លែងចំណុចហ្នឹងមកកន្លែងនេះខ្ញុំអត់ដាក់ឈ្មោះរបស់ខ្ញុំទេបាទអញ្ចឹងគឺខ្ញុំដាក់ឈ្មោះអ្នកទទួលនៅចិនចំណុចទី2គឺលេខទូរស័ព្ទយើងចូលទៅ copy ពីអាសយដ្ឋាននឹងដូចគ្នាបាទនៅចំណុចកន្លែងនេះបន្តមកទៀតកន្លែង address នេះគឺវាមាន2ជួរអញ្ចឹងខាងលើគឺបងប្អូនសរសេរចូលមកបន្ទាប់ពីយើងសរសេរពាក្យ Foshan City និង Kwangtung Province រួចយើងចុចពាក្យ Done នៅកន្លែងនេះមកបាទរួចនៅចំណុចកន្លែងនេះបងចូលទៅ copy អាសយដ្ឋាននៅចំណុចកន្លែង detail address នេះបាទចាប់ពីចំណុចនេះរហូតមកដល់កន្លែង tel
chẳng copy bạch đòi ở so khmai này thế chẳng cả lại cái tôi ní cái chương trăm một pin sẽ xây chỗ miền lấy từ sau bảo dưỡng nâng lấy câu đồng bón lấy câu xa kha trên thì đã nơi tì tăng dương màu chẳng như copy cái lại nữa và dương do một hai nơi chùa tì phí chẳng người không ní cái anh đừng nhá đại dương một pin mà rồi một hay tua so cana đại lớn cứ get out tiền chẳng dương sẽ xây máu bờ sân chỉ lớn dương lục tranh khlam màu tại bờ lơ thế do tam nâng màu bạn chẳng sẽ mèo ở sai than chua tì phí ní cứ nhom bị chẹt bông bông làm vấn nó không ní cứ miền lệ nó không ở sai than chua tì phí ní cứ miền ở sai than để dương copy pi trên thi máu nâng miền chọp lấy từ sạp bảo dưỡng nâng trong cái tôi ní hơi cho mùi nâng lấy cột đồng bón lấy cột xa kha trên thi để nơi thì tăng dương đặc nhom ăn bị chẹt mùi bông ôn pi hàng đào bị đổ cần chẳng cứ dương đặt lại nâng chẳng ở do tam nhom tê tê nè lại nâng dương xong bị trên thì máu dòm pin mặc lại nâng nào và to mà tiết cái lại ní bờ sân chỉ bị toàn miền tế bông ôn rơi do quảng tông provin chân máu rồi cái lại xịt thí dương do fosan xịt thí rồi cái lại posta code được mùi cơ xịp code ní cứ dương đã lấy ha sập pí bằng bầy pòn to mà tiết dương bình đất mưa lang bình là xài than để dương bằng bình bờ sân chỉ bị khơi thật trầm tới hỏi dương cho bị thật sale má chẳng khơi phần nắng cứ bị rụi rò lại bông ôn bình đất mưa bị lang bình nhé chẳng được để bông ôn bình phần nắng háo bông ôn a cho tới tinh tầm đánh bán á hồi sự mép ca tinh tầm đánh được nó là lý bán nó bờ sân chỉ nẹt lụa còn tìm ti ở dương nhà xài than này còn một đầu tiết cứ bông ôn copy ở xài than nhà còn tới đầu bông ôn do xài than chi phía xa chân đi tạm đón dương copy tầng ở nắng nhà ao nhận luộc nông trà nông tạm đòn đòi dương còn là phải cho lại lấy từ sạp bảo dưỡng nâng lấy cột đậm bón lấy cột xa kha trên thì mình tới cứ ok ai nhà ao nhận luộc tới cứ kiểu ok tập phần nắng ấy mẹ bông ôn này mình trường hợp xem xét ai comment su nơi kháng crown video rồi mùi có bông ôn ai join dưới group telegram là mình link nơi kháng crown description này video này slideสำหรับการ join group telegram គឺខ្ញុំឆាច់ម្នាក់មួយ$ដើម្បីចូលទៅក្នុង group ហ្នឹងមានសំណួរបងប្អូនអាចសួរនៅក្នុងនឹងបានខ្ញុំនឹងដោះស្រាយជូនដោយផ្ទាល់ដោយឡែកសម្រាប់បងប្អូនដែលចង់ចេះទិញឲ្យកាន់តែច្បាស់អាចតាក់ទងទិញជាកញ្ចប់មេរៀនក៏បានដែរខ្ញុំមានលក់ជាកញ្ចប់មេរៀនមួយចេះ$10ខ្ញុំមានជាវីដេអូមេរៀនលម្អិតជូនបងប្អូនតាំងពីដើមដល់ចប់នៅពេលដែលបងប្អូនធ្វើទៅមានបញ្ហាកន្លែងណាខ្ញុំចាំជួយ support ជួយដោះស្រាយបងប្អូនរហូតដល់បងប្អូនចេះទិញតែម្ដងចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ